យើងអាចតេះដៀលបុគ្គលនោះថាយ៉ាងនេះថាយ៉ាងនោះបានទេព្រោះបុគ្គលពួកខ្លះជាបុគ្គលពូជក្រូចឆ្មាពីខ្ចីជូរយ៉ាងណាទុំក៏នៅតែជូរយ៉ាងហ្នឹងបុគ្គលពួកខ្លះជាពូជននោមគ្រាខ្ចីដំបងគេត្រូវការស្លពេលចាស់ស្វិតស្ទាប់ក៏គេលែងរាប់ដែរយ៉ាងច្រើនបានត្រឹមតែដុសឆ្នាំងប៉ុណ្ណឹងឯងមនុស្សពូជដូងមនុស្សពូជត្នោតគឺគេរាប់ទាំងអស់មនុស្សពូជស្វាយការដំបងជូរតែចាស់បន្តិចទៅផ្អែមអញ្ចឹងមនុស្សដូចគ្នាដែរអ្នកខ្លះគាត់អាក្រក់តែពីក្មេងទេធំឡើងតិចទៅគាត់បានធ្វើខ្លួនជាថ្នាក់ដឹកនាំក៏ថាបានដែរអ្នកខ្លះអាក្រក់រហូតទៅអ្នកខ្លះល្អក៏ល្អរហូតទៅអញ្ចឹងមនុស្សយើងមិនអាចមើលមនុស្សដោយត្រឹមសម្បកថ្ងៃពុធទី26ខែ11ឆ្នាំ2025ដំណឹងពិសេសបាទពុកម៉ែបងប្អូនដែលទន្ទឹងរង់ចាំបាទកម្មវិធីបុណ្យផ្សេងជាពិសេសប្រវត្តិមានការចូលរួមដ៏ពងពោះបាទព្រះអង្គធម្មអ្នកវិស័យចន្ទមនីព្រះសង្ឃជាធិបតីវត្តចន្ទជោតនារាមហៅវត្តសុទ្ធបាទលោកពុកអ្នកម្ដាយនៅចាំបានទេថាកាលពីអង្គកឋិនទានដែលវត្តចន្ទជោតនារាមដង្ហែទៅខេត្តពោធិ៍សាត់ស្រុកភ្នំក្រវាញវត្តរាំងខ្វាវពុកម៉ែបងប្អូនយើងពេលដែលព្រះអង្គប្រគេនបច្ច័យជូនដល់ព្រះគ្រូចៅអធិការបាទវត្តរាំងខ្វាវព្រះអង្គក៏បានមាននៅថេរដីកាថាថ្ងៃដែលក្រុងពលីបាទថ្ងៃដែលក្រុងពលីគឺព្រះអង្គនឹងនិមន្តបាទចូលរួមផ្ទាល់ណាពុកម៉ែបងប្អូនយើងអញ្ចឹងហើយព្រះអង្គមិនទាន់បានប្រាប់ថាថ្ងៃណាខែណានោះទេលោកឪពុកអ្នកម្ដាយជាច្រើនគាត់បានដឹងច្បាស់ហើយគាត់បានឆាតមកខ្ញុំបាទជូនជាដំណឹងដោយសារគាត់មានញាតិព្រះធម៌បាទមានពុកម៉ែបងប្អូនយើងបាទតាមដាននៅប្រវត្តិមានរបស់ព្រះអង្គបាទនិមន្តទៅទីណាគឺគាត់ដឹងលឿនខ្លាំងជាងខ្ញុំទៅទៀតបាទពុកម៉ែបងប្អូនយើងអញ្ចឹងហើយតើពុកម៉ែបងប្អូនជួយចែករំលែកម្នាក់មួយទាំងអស់គ្នាចុច like ចុច share comment សាធុម្នាក់មួយទាំងអស់គ្នាបាទជាពិសេសពុកម៉ែបងប្អូនបាទចុចពាក្យកណ្ដឹងបាទ follow page Facebook ខ្ញុំបាទកសោសាបាទ channel YouTube របស់ខ្ញុំបាទកសោសាដូចគ្នាបាទចុច subscribe បាទម្នាក់មួយទាំងអស់គ្នាចុចពាក្យកណ្ដឹងតាមដាននៅវីដេអូថ្មីប្រវត្តិមានក្នុងខែ12ពុកម៉ែបងប្អូនយើងប្រវត្តិមានរបស់ព្រះអង្គជាបន្តបន្ទាប់បាទអញ្ចឹងកម្មវិធីក្រុងពលីនៅវត្តរាំងខ្វាងពុកម៉ែបងប្អូនយើងពីថ្ងៃទី3ខែ12ឆ្នាំ2025បាទម្ដងទៀតក្រុងពលីថ្ងៃទី3ខែ12ឆ្នាំ2025បាទពុកម៉ែបងប្អូនយើងអញ្ចឹងគឺបន្ទាប់ពីក្រុងពលីបាទបញ្ចប់នឹងមានកម្មវិធីធំមួយទៀតបាទពុកម៉ែបងប្អូនយើងនៅឯរាជធានីរង្វែកក៏ប៉ុន្តែបាទគឺខ្ញុំបាទមិនទាន់បាទផ្សាយដោយសារសេចក្តីប្រកាសហាក់បីដូចជាមិនទាន់ទូលំទូលាយក៏ប៉ុន្តែដំណឹងបុណ្យបាទពុកម៉ែបងប្អូនយើងដំណឹងបុណ្យកម្មវិធីច្បាស់ 100% ពីថ្ងៃទី21ដល់ថ្ងៃ26ខែ12ដូចគ្នារយៈពេល5ថ្ងៃ5យប់6ថ្ងៃបាទកម្មវិធីរបស់លោកជំទាវសៀងច័ន្ទហេងនៅឯរាជធានីលង្វែកដដែលពុកម៉ែបងប្អូនយើងពុកម៉ែបងប្អូននៅចាំបានទេថាឆ្នាំទៅធម្មទេសនាជាដកក៏ក្រើកប្រទេសខ្មែរតែម្ដងក៏ក្រើកខ្លាំងទោះបីជាមានភ្លៀងក៏មិនមែនជាឧបសគ្គសម្រាប់កម្មវិធីដែរភ្លៀងកាន់តែខ្លាំងពុទ្ធបរិស័ទកាន់តែជ្រះថ្លាចឹងហើយពុកម៉ែបងប្អូនយើងគាត់បានឆាតមកខ្ញុំបាទកាលពីបុណ្យបាទទេសនាមហាជាដកទោះបីជាមេឃភ្លៀងក៏គាត់ជ្រះថ្លាក៏គាត់សប្បាយចិត្តនឹងឱវាទល្អបាទការដឹកនាំបាទរបស់ព្រះអង្គគ្រូធម្មវិរិយវិស័យចន្ទមនីចឹងសង្ឃឹមថាថ្ងៃនោះប្រវត្តិមានរបស់ព្រះអង្គបាទចូលរួមបាទដូចពីឆ្នាំទៅដើម្បីដឹកនាំពុទ្ធបរិស័ទរៀបចំកម្មវិធីធំនៅឯរាជធានីរង្វែកបាទដំណឹងគឺច្បាស់ពុកម៉ែបងប្អូនយើងប៉ុន្តែអ្វីដែលខ្ញុំផ្សាយទៅហើយក្រែងលោបាទម្ចាស់កម្មវិធីគាត់ទទួលពុទ្ធបរិស័ទបានដល់កម្រិតណាអានឹងគឺខ្ញុំបាទមិនទាន់បាទដឹងច្បាស់នោះទេឬក៏គាត់ឲ្យពុទ្ធបរិស័ទចូលរួមដែរឬទេបាទខ្ញុំក៏មិនទាន់ច្បាស់ក៏ប៉ុន្តែបាទនៅសំណេររបស់លោកជំទាវសៀងច័ន្ទហេងបាទលោកជំទាវក៏បានផុសតាក់ទងជាមួយនឹងកម្មវិធីបុណ្យថ្ងៃទី21ដល់ថ្ងៃ26ជើងចុងក្រោយនោះគឺលោកជំទាវបានបាទសរសេរថានឹងជួបគ្នាឆាប់ៗបាទពុកម៉ែបងប្អូនយើងអញ្ចឹងគឺមានន័យថាពុទ្ធបរិស័ទ
នឹងអាចចូលរួមជាមួយព្រះអង្គបានដូចគ្នាបាទអញ្ចឹងគឺដំណឹងទី1បាទដំណឹងទី2ចូលដល់ដំណឹងទី3វត្តចន្ទជោតនារាមហាវត្តសុទ្ធបាទលោកក៏កំពុងតែដំឡើងរោមដើម្បីទទួលនៅក្រុងពលីបាទកម្មវិធីមួយទៀតហើយពុកម៉ែបងប្អូនការរៀបចំធ្វើសួនច្បារដែលព្រះអង្គបានមានធរណីការប្រាប់ហើយថានឹងដំណើរការឆាប់អញ្ចឹងគឺចាប់ផ្ដើមហើយពុកម៉ែបងប្អូនយើងការតម្កល់នៅរូបព្រះពុទ្ធបដិមាក៏ចាប់ផ្ដើមដែរតម្កល់នៅតាមទីស្ថានគោរពសក្ការៈបាទនីមួយបាទមានដូចគ្នាក៏ប៉ុន្តែដែលយើងនៅមិនទាន់ឃើញនោះគឺការធ្វើពុកម៉ែបងប្អូនយើងគឺរូបសំណាកបាទសម្ដេចសង្ឃរាជតាំងតែសម្ដេចសង្ឃរាជទី1បាទរហូតមកដល់នេះពេលបច្ចុប្បន្នអញ្ចឹងគឺកម្មវិធីបាទកំពុងតែដំឡើងរោងនេះពុកម៉ែបងប្អូនពិតណាស់ថានឹងបានជួបព្រះអង្គ 100% បាទម្សិលមិញព្រះអង្គគង់នៅក្នុងវត្តដូចគ្នាពុកម៉ែបងប្អូនយើងប៉ុន្តែថ្ងៃអង្គារគឺពុទ្ធបរិស័ទមិនសូវជាច្រើនប៉ុន្មានទេពុទ្ធបរិស័ទច្រើនលុះត្រាតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទពួកគាត់ច្រើនណាស់គាត់ទៅគ្រប់សក្ការៈកន្លែងមាត់អៅសួងបាទកន្លែងតម្កល់ព្រះគោកន្លែងបាទព្រះបាទនៅកន្លែងជួងជាពិសេសហ្នឹងគឺព្រះអង្គធំតែម្ដងពុកម៉ែបងប្អូនយើងគាត់ទៅមកដែររំលងអញ្ចឹងនេះគឺជាសារជូនដំណឹងទៅដល់លោកឪពុកម្ដាយពុទ្ធបរិស័ទឲ្យជ្រះថ្លានៃវិស័យពុទ្ធសាសនាការគោរពស្រឡាញ់ព្រះអង្គធំនៅវិស័យចតមនីបាទព្រះអង្គគូបាទសង្ឃាធិបតីវត្តចន្ទជោតនារាមហើយវត្តសុទ្ធជាពិសេសពុកម៉ែបងប្អូនដែលចូលរួមកម្មវិធីបាទក្រុងពលីនៅវត្តរាំងខ្វាវគឺជាវត្តទីដាច់ស្រយាលបាទវត្តដល់កំសត់វត្តដល់កូនពៅបាទពុកម៉ែបងប្អូនយើងចឹងមានតែពុទ្ធបរិស័ទទេចូលរួមបាទម្នាក់បន្តិចដើម្បីបាទភ្ជាប់វិស័យនឹងវត្តបាទគឺវត្តក៏មានការចូលរួមបាទជាធំផងដែរពុកម៉ែបងប្អូនវាអាដាមលោកជំទាវធំតែម្ដងប្រមុខថ្នាក់ដឹកនាំយើងបាទដឹងស្រាប់ហើយព្រមទាំងប្រវត្តិមានខ្ពស់បាទព្រះអង្គធម្មវិស័យចន្ទមនីបាទព្រះអង្គគ្រូបាទគ្រូចៅអធិការវត្តបាទទាំងខ្វៅដូចគ្នាទីដាច់ស្រយាលឆ្ងាយបាទនៅកំពូលភ្នំចឹងពុកម៉ែបងប្អូនទៅបាទកុំភ្លេចបាទត្រៀមអាវក្រាស់ទៅផងបាទអាវរងាទៅផងត្រជាក់ខ្លាំងណាស់បាទដល់ថ្ងៃនោះបាទគឺថ្ងៃទី3ពុកម៉ែបងប្អូនខែ12ឆ្នាំ2025បាទគឺខេត្តពោធិ៍សាត់តំបន់ដែលត្រជាក់ជាងគេគឺស្រុកមុំកវាញយ៉ាងហើយពុកម៉ែបងប្អូនយើងគឺមិនថាខែណាទេបាទត្រជាក់ខ្លាំងណាស់ចឹងហើយគឺតំបន់សុទ្ធសឹងតែជាតំបន់ភ្នំហើយព្រៃឈើក្រាស់ទិដ្ឋភាពស្រស់ស្អាតបាទភ្នំមើលទៅយើងដាច់កតុយភ្នែកបាទខ្នងភ្នំមួយទៅខ្នងភ្នំមួយស្អាតខ្លាំងណាស់តែអ្វីដែលយើងទៅហើយសូមតបពាក្យសម្ដីបន្តិចពុកម៉ែបងប្អូនយើងព្រោះថាទីតំបន់ភ្នំគឺសុទ្ធសឹងតែជាទីបាទស័ក្តិសិទ្ធិចឹងហើយការនិយាយអ្វីសូមឲ្យប្រយ័ត្នប្រយែងបន្តិចណាពុកម៉ែបងប្អូនបាទចឹងខ្ញុំបាទមានតែប៉ុណ្ណឹងសូមអរគុណបាទពុកម៉ែបងប្អូនបាទភ្លេចជួយចុចកណ្ដឹងចុចតាមដានចុច like ចុច share ម្នាក់មួយដល់គ្នា